សម្រាប់ខ្ញុំបើជាខ្ញុំចូលដល់3ប៉ុណ្ណាខែប៉ុន្តែខ្ញុំអត់តន់បោះបង់ចោលសៀវភៅទេការអានគឺធ្វើឲ្យយើងមានគំនិតច្រើនក្នុងការសរសេរជំរាបសួរបងប្អូនទាំងអស់គ្នាចានឹងខ្ញុំឈ្មោះសារីច័ន្ទនីបងប្អូននេះខ្ញុំមកក្នុងកម្មវិធីដែលគូផ្ដាំដល់សាលា AI តែពេលមកចូលរួមអានសៀវភៅដែលឥតគិតថ្លៃហើយខ្ញុំអានចប់មកក្បាលកន្លះហើយសម្រាប់ខ្ញុំបើជាខ្ញុំចូលដល់3ប៉ុណ្ណាខែប៉ុន្តែខ្ញុំអត់តន់បោះបង់ចោលសៀវភៅទេអញ្ចឹងនៅពេលដែលខ្ញុំតាមដានសាលា AI ខ្ញុំឃើញហើយគេការអានសៀវភៅចឹងនេះខ្ញុំក៏សប្បាយចិត្តមកទៅមនុស្សយើងទោះបីជាអាយុប៉ុន្មានរៀនដល់កម្រិតណាក៏ដោយគឺមិនគួរបញ្ឈប់ការអានទេចាការអានច្រើនវាបង្កើនចំណេះអញ្ចឹងសម្រាប់ខ្ញុំគ្រប់ពេលវេលាគ្រប់ទីកន្លែងគឺខ្ញុំភាគច្រើនខ្ញុំឆ្លៀតពេលអានដូចនៅក្នុងកាបូបខ្ញុំក៏ខ្ញុំមានសៀវភៅរហូតដែរខ្ញុំតនេអីចឹងខ្ញុំឆ្លៀតអានទៅតនេពេលណាអានពេលហ្នឹងចាសួស្តីអ្នកគ្នាពួកយើងជា volunteer ពី AI ចឹងហ៎ខ្ញុំពិសិដ្ឋខ្ញុំរស្មីពួកយើងពិតជា enjoy ជាមួយនឹងការអានសៀវភៅមែនទែនណាមួយទៀតក៏យើងអាចដូរបទពិសោធន៍ពីការអានសៀវភៅនៅក្នុងបណ្ណាល័យមកខាងក្រៅដូចគ្នាព្រោះដោយសារខាងនេះនៅមាត់ទន្លេវា fresh ដល់ពេលអញ្ចឹងយើងអានសៀវភៅបានច្រើនជាងបណ្ណាល័យក៏អាចថាបានសម្រាប់ខ្ញុំផ្ទាល់គឺសប្បាយចិត្តមែនទែនដែលបានចូលរួមកម្មវិធីបណ្ណាល័យឆ្លាតមាននេះពួកកម្មវិធីនេះចង់ផ្ដោតទៅលើការអានសៀវភៅពេលដែលយើងអានទៅយើងដឹងពីប្រវត្តិសាស្ត្រភូមិសាស្ត្រនិងសង្គមនិងការរស់នៅជាដើមព្រោះការអានគឺធ្វើឲ្យយើងមានគំនិតច្រើនក្នុងការសរសេរជំរាបសួរនេះខ្ញុំឈ្មោះមឿនសវណ្ណមនីជាបណ្ណារក្សប្រចាំការនៅសាខាច័ន្ទរៈថ្ងៃនេះខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយខ្លាំងមែនទែនពីព្រោះបានឃើញបងប្អូនសិស្សានុសិស្សដែលគាត់បានផ្លាស់ប្ដូរបរិយាកាសពីរៀននៅខាងក្នុងថ្នាក់ឲ្យបានមកអានសៀវភៅនៅបណ្ណាល័យចល័តនៅទីតាំងក្រុងតាក់ខ្មៅនេះផងដែរការអានសៀវភៅយើងដឹងហើយសៀវភៅគឺជាឃ្លាំងទុកនៃចំណេះដឹងដែលអាចឲ្យបងប្អូនទទួលបាននៅចំណេះដឹងជាច្រើនអំពីការអានសៀវភៅហើយក៏អាចឲ្យគាត់បានមកជួបជុំមិត្តភ័ក្តិនៅខាងក្រៅបរិវេណសាលាផងដែរជាសំណូមពររបស់ខ្ញុំសម្រាប់បងប្អូនទាំងអស់គ្នាមិនថាតែមនុស្សចាស់ក្មេងហើយជាពិសេសគឺយុវជនដែលជាទំពាំងស្នងឫស្សីយើងហ្នឹងគួរថាចាប់ផ្ដើមអានសៀវភៅគឺផ្ដល់ចំណេះដឹងអញ្ចឹងសូមកាត់បន្ថយការលេងទូរស័ព្ទចាសូមចូលរួមអានសៀវភៅឲ្យបានគ្រប់គ្នាពួកអីសៀវភៅគឺផ្ដល់នៅចំណេះដឹងចាហើយយើងចង់អានពេលណាក៏បានដែរចាអញ្ចឹងសម្រាប់ខ្ញុំសៀវភៅគឺល្អមែនតើហើយខ្ញុំមានសុភាសិតមួយជូនបងប្អូនទាំងអស់គ្នាគឺបន្តរស់បន្តការអានចាក្នុងនាមខ្ញុំជាយុវជនម្នាក់ដែរខ្ញុំចង់ប្រាំផ្សាយទៅដល់សិស្សានុសិស្សឬក៏បងដែលធ្វើការគាត់ត្រូវតែអានសៀវភៅឲ្យបានច្រើនព្រោះការអានសៀវភៅនេះធ្វើឲ្យយើងយល់ដឹងច្រើនទូលំទូលាយនិងបង្កើនការគិតយើងក៏ឲ្យកាន់តែខ្ពស់ហើយជាចុងក្រោយក៏សូមលើកទឹកចិត្តដល់បងប្អូនឲ្យចូលរួមក្នុងការអានសៀវភៅឲ្យបានច្រើនព្រោះសៀវភៅគឺជាផ្លូវទៅកាន់ពិភពនៃចំណេះដឹងចាសូមអរគុណហើយអរគុណសាលាដូចគ្នាដែលបានឲ្យខ្ញុំមកបានចូលរួមអានសៀវភៅដែលឥតគិតថ្លៃអរគុណមែនតើចាអរគុណ